ស្ទើរតែអ្វីៗគ្រប់បែបយ៉ាងទាំងអស់នៅក្នុងពិភព Digital គឺសុទ្ធតែត្រូវបានបង្កើតឡើងដោយលេខ0ឬក៏លេខ1ឬក៏យើងហៅថា binary number binary number ហ្នឹងគឺវាដើរតួនាទីយ៉ាងសំខាន់នៅក្នុងការកត់ត្រារាល់ទិន្នន័យទាំងអស់របស់ពិភព Digital ហើយដូច្នេះហើយបានជាយើងឃើញថា Internet Wi-Fi ឬក៏ software program app នានាហ្នឹងគឺសុទ្ធតែត្រូវបានប្រើប្រាស់ຂະຫນាត bit ឬក៏ byte ដើម្បីកំណត់ទំហំវិសាលភាពរបស់វាអញ្ចឹងតើ bit ហើយនិង byte ហ្នឹងវាគឺជាអ្វីសួស្តីអ្នកនរគ្នាខ្ញុំគឺអរុននៅក្នុងវីដេអូថ្ងៃនេះគឺយើងនឹងសិក្សាថាតើអ្វីទៅជា bit អ្វីទៅជា byte សិតតែគ្រប់ software program ទាំងអស់មិនថាជារបស់ computer ក្តីឬក៏របស់ទូរស័ព្ទក្តីគឺវាសុទ្ធតែត្រូវបានបង្កប់ឡើងពី binary number ឬក៏ខ្មែរយើងហៅថាប្រព័ន្ធរាប់គល់ពីរនេះគឺដោយសារតែឧបករណ៍អេឡិចត្រូនិកទាំងអស់ហ្នឹងគឺប្រើប្រាស់នៅចរន្តអគ្គិសនីដែលចរន្តអគ្គិសនីគឺវាមិនត្រឹមតែធ្វើឲ្យឧបករណ៍អេឡិចត្រូនិកទាំងអស់ហ្នឹងដំណើរការប៉ុណ្ណោះទេប៉ុន្តែចរន្តបិទបើកគឺវាអាចផ្ដល់ជាទិន្នន័យមួយដែលឧបករណ៍អេឡិចត្រូនិករបស់យើងហ្នឹងអាចធ្វើការបកប្រែវាចេញជាអ្វីមួយដែលមនុស្សយើងអាចយល់បានបើសិនជាអ្នកនរគ្នាមិនទាន់បានទស្សនាវីដេអូភាពមួយរបស់ខ្ញុំដែលនិយាយថាហេតុអ្វីកុំព្យូទ័រប្រើប្រាស់លេខ0និងលេខ1ទេអញ្ចឹងគួរតែផ្អាកវីដេអូនេះឥឡូវនេះសិនហើយទៅទស្សនាវីដេអូភាពមួយសិនពីព្រោះដើម្បីឲ្យអ្នកទាំងអស់គ្នាអាចសិក្សាអំពី bit ហើយនិង byte បានអ្នកទាំងអស់គ្នាគួរតែយល់ជាមុនសិនថាតើលេខ0និងលេខ1ឬក៏ binary number ហ្នឹងវាដំណើរការយ៉ាងដូចម្តេចខ្លះនៅក្នុងកុំព្យូទ័រប៉ុន្តែបើសិនជាបានទស្សនាវីដេអូភាពមួយនេះហើយអញ្ចឹង Tomorrow comes. ខ្ញុំនឹងធ្វើការបញ្យល់អំពី bit មុន bit គឺមកពីពាក្យពេញថា binary digit ដែលពាក្យ digit ហ្នឹងគឺយើងអាចបកប្រែជាខ្មែរបាននៅក្នុងភាសាគណិតវិទ្យាដែលប្រែថាខ្ទង់ដូចជាខ្ទង់រាយខ្ទង់10ខ្ទង់រយខ្ទង់ពាន់ជាដើមដូច្នេះនៅពេលដែលយើងនិយាយថា binary digit គឺវាមានន័យថាជាខ្ទង់នៃលេខនានារបស់ binary number ហើយលេខទាំងនោះគឺអាចជាលេខ0ឬក៏លេខ1ដែលមានតែពីរលេខហ្នឹងតែប៉ុណ្ណោះអញ្ចឹងបើសិនបើយើងនិយាយថា1 bit គឺមានន័យថាលេខ binary មួយខ្ទង់បើសិនជា8 bit មាន binary 8ខ្ទង់ហើយបើសិនជា60 bit អញ្ចឹងគឺ60ខ្ទង់អ្នកត្រូវចងចាំថា bit វាគឺជាបំណែកដ៏សែនតូចបំផុតរបស់ទិន្នន័យដែល1 bit គឺវាផ្ដល់ទិន្នន័យតែពីរបែបតែប៉ុណ្ណោះគឺលេខ0ហើយនិងលេខ1បើសិនជា2 bit គឺវាផ្ដល់ទិន្នន័យ4ករណីហើយ8 bit គឺ256ករណីចុះសម្រាប់ byte វិញវាលែងជាបំណែកភាគតូចបំផុតរបស់ទិន្នន័យដូច bit ទេអញ្ចឹង byte វាកើតចេញមកពី bit ដោយ1 byte គឺស្មើនឹង8 bit byte វាជាឈ្មោះមួយដែលត្រូវបានគេប្រើប្រាស់ជាខ្នាតរង្វាស់ទំហំរបស់កម្មវិធីឬឯកសារនានាដោយដែលយើងធ្លាប់ឮហើយដូចជា kilobyte, megabyte, gigabyte ឬក៏ terabyte ជាដើមដូច្នេះ1 byte គឺស្មើនឹង8 bit នោះបើសិនជា10 byte គឺវាស្មើនឹង80 bit ហើយបើសិនជា10 megabyte នោះគឺវាស្មើនឹង80 megabit ឥឡូវនេះអ្នកទាំងអស់គ្នាសួរថាហេតុអ្វីបានជា1 byte ស្មើនឹង8 bit តាមពិតទៅគឺវាមិនដែលសន្តែប្រព័ន្ធកូដឬក៏គ្រឿងម៉ាស៊ីនកុំព្យូទ័រពីធម្មជាតិមកត្រូវតែកំណត់ថា1 byte ស្មើនឹង8 bit នោះទេវាគឺដោយសារតែពួកអ្នកវិទ្យាសាស្ត្រដែលបង្កើតអ្វីទាំងអស់ហ្នឹងគឺជាអ្នកកំណត់បែបហ្នឹងតែម្ដងដំបូងឡើយឧបករណ៍អេឡិចត្រូនិកមួយចំនួនហ្នឹងគឺប្រើប្រាស់ត្រឹមតែ6 bit ឬក៏7 bit តែប៉ុណ្ណោះប៉ុន្តែចំនួនប៉ុណ្ណឹងគឺវាមិនគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់នោះទេដោយមានបញ្ហាហ្នឹងហើយទើបខាងវិស្វករ IT គេបានបង្កើតវាឲ្យទៅជា8 bit តែម្ដងចុះហេតុអ្វីបានជាគេបានបង្កើតឲ្យ1 byte ស្មើនឹង9 bit ឬក៏10 bit តែហ្មងទៅតាមពិតទៅបើសិនជាចំនួន bit កាន់តែតូចពេកគឺវាមិនគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់ទេប៉ុន្តែបើសិនជាវាធំពេកនោះក៏មិនល្អដែរមូលហេតុគឺដោយសារតែចំនួន8 bit ហ្នឹងគឺវាអាចឲ្យយើងសរសេរសារ message មើលវីដេអូលេង game កាត់ត design ឬក៏ប្រើប្រាស់កម្មវិធី AI និងសូម្បីតែការ hack ជាដើមដែលវាគឺគ្រាន់ល្មមនៅក្នុងការប្រើប្រាស់បើសិនបើគេធ្វើវាដល់9 bit ឬក៏10 bit ហ្នឹងគឺវាលើសពីតម្រូវការដែលយើងប្រើហើយនៅពេលដែលវាលើសបែបហ្នឹងគឺវាធ្វើឲ្យមានការខ្ជះខ្ជាយ space របស់ memory ហើយម៉ាស៊ីនកុំព្យូទ័រនឹងដំណើរការកាន់តែខ្លាំងដោយខ្ជះខ្ជាយថាមពលរបស់វាដោយគ្រាន់តែបើក file ឬក៏កម្មវិធីតូចៗសោះអញ្ចឹងពេលណាយើងប្រើ bit ពេលណាយើងប្រើ byte bit វាគឺជាបំណែកដ៏តូចរបស់ទិន្នន័យអញ្ចឹងຂະຫນាតរបស់វាគឺយើងតាំងដល់អក្សរ bit តូចចំណែកឯ byte វិញវាគឺជាបំណែកធំរបស់ទិន្នន័យមួយអញ្ចឹងຂະຫນាតរបស់វាគឺយើងតាំងដល់អក្សរ bit ធំយើងប្រើប្រាស់ bit នៅពេលដែលយើងនិយាយអំពីការបញ្ជូនទិន្នន័យឬក៏ល្បឿនអ៊ីនធឺណិតឧទាហរណ៍ក្រុមហ៊ុនអ៊ីនធឺណិត A មួយគឺផ្គត់ផ្គង់សេវាអ៊ីនធឺណិតចំនួន50 megabit per second ចំណែកឯ byte វិញគឺយើងប្រើវាជារង្វាស់ຂະຫນាតរបស់ទំហំកម្មវិធី memory ឬក៏ឯកសារនានាដោយដែលយើងធ្លាប់ឃើញអញ្ចឹងវាមានដូចជា kilobyte, megabyte, gigabyte ឬក៏ terabyte ជាដើមឧទាហរណ៍ Game Expedition 33គឺមានទំហំ55 GB We continue. Yes, I know. ខ្ញុំសូមលើកជាឧទាហរណ៍មួយថាវិសាលចង់ download Game Expedition 33ដែលមានទំហំ55 GB ហើយផ្ទះវិសាលហ្នឹងគឺប្រើប្រាស់សេវាកម្មអ៊ីនធឺណិតរបស់ក្រុមហ៊ុន A ដែលមានល្បឿន50 Megabit per second សម្រាប់អ្នកដែលមានចម្ងល់ពាក់ព័ន្ធជាមួយនឹងຂະຫນាតទាំងនេះយើងអាចអានវាថា Megabit per second ដល់អក្សរ M ធំគឺមកពីពាក្យថា Mega ដែលជា International System of Unit អក្សរ B តូចវាគឺជា bit ដែលខ្ញុំបានពន្យល់មុននេះ
ហើយ PS គឺមកពីពាក្យពេញថា per second ឬក៏ជាខ្មែរយើងហៅថារាល់1វិនាទីម្ដងបើសិនជាអ្នកនរគ្នាអត់ទាន់យល់ច្បាស់អំពីវាទាំងអស់ហ្នឹងក៏មិនអីដែរខ្ញុំនឹងធ្វើការបញ្យល់អំពីខ្នាតរបស់វាទាំងអស់ហ្នឹងឲ្យបានក្បោះក្បាយបន្ថែមទៀតនៅក្នុងវីដេអូក្រោយអញ្ចឹងសំណួរសួរថាតើវិសាលនឹងត្រូវចំណាយពេលប្រមាណម៉ោងដើម្បីអាច download game នេះបាន 100% ត្រង់ចំណុចនេះអ្នកនរគ្នាក៏មានការយល់ច្រឡំមកសោះចំពោះល្បឿន50 megabit per second វាមិនមែនមានន័យថាវិសាលអាច download បានបំណាច់នៃ game ចំនួន50 megabyte រៀងរាល់1វិនាទីម្ដងនោះទេយើងអាចគណនាវាតាមរបៀបនេះដោយ1 byte ស្មើនឹង8 bit ដូច្នេះយើងយក50 megabit per second ដែលជាល្បឿន Wi-Fi ផ្ទះវិសាលហ្នឹងមកចែកនឹង8មកនោះយើងទទួលបាន 6.25 megabyte ដូច្នេះវិសាលអាច download បំណាច់នៃ game បានចំនួន 6.25 megabyte រៀងរាល់1វិនាទីម្ដង Game Expedition 33ហ្នឹងគឺមានទំហំ55 GB ដូច្នេះយើងយក55 GB ហ្នឹងមកបំបែកវាជា megabyte មកដោយ1 GB គឺស្មើនឹង1024 MB នោះ55 GB គឺស្មើនឹង56320 MB ហើយយើងយកវាមកចែកនឹង 6.25 MB យើងបានប្រហែលជា 9000 វិនាទីឬក៏យើងគិតជាម៉ោងគឺប្រហែលជា 2 ម៉ោងកន្លះដូច្នេះដើម្បីអាច download game Expedition 33នឹងបាន 100% វិសាលគឺត្រូវចំណាយពេលប្រហែលជា 2 ម៉ោងកន្លះសូមបញ្ជាក់ផងដែរថាអ្វីដែលខ្ញុំលើកឡើងជាឧទាហរណ៍មួយនេះនឹងវាគ្រាន់តែជាការគណនាតាមគណិតវិទ្យាតែប៉ុណ្ណោះប៉ុន្តែនៅក្នុងស្ថានភាពជាក់ស្ដែងវិសាលអាចនឹងចំណាយពេលចាប់ពី3ម៉ោងកន្លះទៅ4ម៉ោងឬក៏លើសនេះដើម្បីអាច download game នឹងបាន 100% តើហេតុអ្វីអ្វីត្បិតតែក្រុមហ៊ុន A ផ្ដល់សេវាកម្មអ៊ីនធឺណិត50 megabit per second មែនប៉ុន្តែល្បឿននេះគឺអាចធ្លាក់ចុះសល់ត្រឹមតែចន្លោះពី40ទៅ45 megabit per second តែប៉ុណ្ណោះដែលបញ្ហានេះហើយដែលយើងតែងតែលូថាអ៊ីនធឺណិត slowហេតុផលដែលវាធ្វើឲ្យល្បឿនអ៊ីនធឺណិតធ្លាក់បែបនេះគឺវាកើតឡើងដោយសារតែកត្តាច្រើនយ៉ាងដូចជាដុំ router ឬក៏កុំព្យូទ័រមានសភាពចាស់ឬក៏សេរីទាបចម្ងាយរបស់ឧបករណ៍ពី router នៅឆ្ងាយឬត្រូវបានខាំងដោយជញ្ជាំងបន្ទប់ Wi-Fi នៅក្នុងផ្ទះភ្ជាប់ជាមួយនឹង device ច្រើនពេកកត្តា server របស់ website ដែលដាក់ឲ្យ download game គឺមានអ្នកចូលទៅ download ច្រើននៅក្នុងពេលតែមួយវានៅមានកត្តាជាច្រើនទៀតដែលខ្ញុំមិនអាចរៀបរាប់អស់បើសិនជាអ្នកនរគ្នាមានជាសំណួរឬក៏ចម្ងល់ផ្សេងៗទាក់ទងជាមួយនឹងវីដេអូនេះអ្នកនរគ្នាធ្វើការសរសេរសំណួររបស់អ្នកនរគ្នានៅក្នុង comment នៃវីដេអូនេះខ្ញុំនឹងធ្វើការឆ្លើយតបនិងបញ្យល់បន្ថែមអរគុណសម្រាប់ការទស្សនាវីដេអូនេះបើសិនជាអ្នកនរគ្នាចង់សិក្សាស្វែងយល់អំពីចំណេះដឹងផ្នែក IT បន្ថែមទៀតនឹងអ្នកនរគ្នាធ្វើការចុច Subscribe YouTube Channel របស់ខ្ញុំដើម្បីទទួលបានវីដេអូទាក់ទងជាមួយនឹងចំណេះដឹងផ្នែក IT បន្ថែមទៀតសូមអរគុណ